បងតែងតែគិតថាប្រទេសយើងនឹងជឿនលឿនទៅមុខនឹងផ្លាស់ប្ដូរនឹងប្រែប្រួលនឹងអភិវឌ្ឍគឺអាស្រ័យទៅលើវិស័យអប់រំនឹងឯងជាជំហានដំបូងដែលយើងត្រូវតែកែប្រែគឺវិស័យអប់រំគឺមិនបងជ្រើសរើសយកវិស័យអប់រំមូលហេតុដែលបងត្រឡប់មកស្រុកខ្មែរវិញបងតែងតែសួរខ្លួនឯងថាហេតុអីបានជាបងមកវិញគឺមិនមែនដោយសារតែលុយដើម្បីយើងអាចយកការរៀនសូត្រហើយនឹងអប់រំយកមកច្បុកច្បល់លាយឡំគ្នាជាមួយនឹងការរកស៊ីជាស្អីដែលបងដាច់ខាតប្រាប់ខ្លួនឯងថាកុំយកការរកស៊ីមកចម្ពាក់ជំពិនជាមួយនឹងអនាគតក្មេងហើយបងតែងតែសួរខ្លួនឯងថាសិស្សខ្ញុំរៀនជាមួយខ្ញុំមួយឆ្នាំហើយខ្ញុំដកយកគណិតវិទ្យាវិញគាត់អត់ចេះអីសោះណាបានន័យថាខ្ញុំនឹងធ្វើគ្រូអត់ល្អឯតាមពិតទៅអរគុណទៅសាលាមួយអ្នកគ្រូលោកគ្រូដែលគាត់មាននៅរកវល់ហ្នឹងព្រោះពួកគាត់បានយកចិត្តទុកដាក់និង take care ពួកខ្ញុំមែនតើខ្ញុំអត់ដឹងមានកន្លែងណាទៅពេលអត់សប្បាយចិត្តអត់អីមកសាលាអង្គុយលេងអង្គុយធ្វើលំហាត់អីមានឆ្មាមានបងមានអីចឹងទៅវាកក់ក្ដៅដូចជាផ្ទះមួយដែរចឹងបងខ្ញុំរៀននៅរ៉ាត់វែលមកខ្ញុំបាន experience ច្រើនផងមែនតើដោយសារនៅនេះមាន event ច្រើនហើយ look at the decoration Christmas ទៀតទៅមាន event ច្រើនហើយមកនេះប្លែកខ្ញុំបណ្ដុះបណ្ដាលកូនគំនិតថាគាត់ឆ្លងការរៀនសូត្រហើយសំខាន់ណាស់ដែលយើងបង្កើតកន្លែងមួយដែលគាត់មានអារម្មណ៍ comfortable ហើយសាលាយើងខ្លាចទៅជាកន្លែងមួយដែលសិស្សគាត់មានអារម្មណ៍ដូចជាផ្ទះទី2របស់គាត់អញ្ចឹងBirthday Rodwell Happy birthday Rodwell Happy birthday Rodwell Day Rodwell celebrating our second home's 13th anniversary 今天是 Rodwell 学校的生日耶មានអារម្មណ៍ថាស្បែកចិត្តនៅពេលដែលបើខ្លះជាសិស្សមួយនៃ Rodwell ដែលពោពេញទៅដោយអនុស្សាវរីយ៍ច្រើននៅ Rodwell ហ្នឹងបាយហើយរៀនចេះកាលមកខ្ញុំរៀនអត់ចេះទេខ្ញុំរៀនចេះតិចYeah, make me feel like you're more comfortable ខ្លាំង like I can be me ហ្មងរត់វ៉ាមករៀនលើ10 A place where I feel very comfortable វាជួយបងពាក្យបិទចិត្តពីចិត្តចង់អរគុណសាលាដែលបានរៀនមនុស្សម្នាក់ដែលអត់មានច្បាប់ទម្លាប់ធំធៅអត់មាន schedule ធំធៅឲ្យខ្លះជាមនុស្សចាប់ផ្ដើមធ្វើអីទៅតាម schedule បើគេអាច describe សាលាមួយម៉ាត់បំពាក់រ៉ាត់វ៉ែលគឺជា second home របស់ខ្ញុំអរគុណសាលាដែលបានខំរៀនពួកខ្ញុំដោយយកចិត្តទុកដាក់មានអារម្មណ៍ថារំភើបហើយនឹងមានភាពកក់ក្ដៅថ្ងៃនេះខ្ញុំចង់មកអរគុណអ្នកទាំងអស់គ្នាចាប់ផ្ដើមជាមួយនឹងសិស្សសានុសិស្សដែលធ្លាប់រៀននៅសាលាយើងតាំងពីណាពីណីមកតាំងពីសាខាចាស់រហូតដល់សាខាថ្មីបាននាំប្អូននាំក្មួយប្រហែលជាមានអ្នកខ្លះអាចនាំកូនផងតិចទៀតមកចូលរៀននៅសាលាយើងអរគុណទៅលើការទុកចិត្តអរគុណមេដាបេដាដែលមានប្អូនមានមិត្តភ័ក្តិដែលតែងតែជំរុញឲ្យមករៀននៅសាលាយើងអរគុណទៅលើការជឿទុកចិត្តអរគុណលោកគ្រូអ្នកគ្រូយើងនៅបន្តមានលោកគ្រូអ្នកគ្រូមួយចំនួនដែលធ្វើការនៅសាលាយើងតាំងជាង10ឆ្នាំមុនរហូតមកដល់ឥឡូវគឺគាត់មានតាណាទេអញ្ចឹងវាសបញ្ជាក់ឲ្យទៅលើជំនឿទុកចិត្តវាឆ្លុះបញ្ចាំងពីការស្រឡាញ់ការបង្រៀនរបស់គាត់នៅក្នុងសាលាយើងនឹងឯងខាងចឹងគេរកវល់យើងគឺនៅតែបន្តធ្វើអ្វីដែលយើងជឿជាក់ទៅលើការបង្រៀននោះគឺគុណភាពនៃការបង្រៀនត្បិតតែយើងមានតែមួយសាខាមែនតែយើងផ្លាស់ប្ដូរកម្មវិធីសិក្សាជារៀងរាល់ឆ្នាំយើងអត់នៅធ្វើអីដដែលទេតាំងពីកម្មវិធីសិក្សា
ក្សារបស់យើងគឺយើងផ្លាស់ប្ដូររហូតតាំងពីកម្មវិធីដែលយើងធ្វើឲ្យសិស្សយើងមើលខ្លួនឯងដូចជាដើមឈើមួយចឹងយើងចង់ពង្រឹងដើមឈើយើងឲ្យវាធំត្បិតតែវាមានតែមួយដើមមែនតែវាធំពោពេញទៅដោយស្លឹកដែលនៅបន្តផ្ដល់ជាម្លប់ទៅចាក់ទៅជ័យនៅជុំវិញហ្នឹងគ្រាន់បើជាដើមឈើ100ដើមតែវាជាដើមឈើតូចអញ្ចឹងយើងអត់ទៅណាទេបានគ្រប់13ឆ្នាំហើយយើងនឹងបន្តធ្វើការងារយើងតទៅមុខទៀតអរគុណអ្នកទាំងអស់គ្នាមែនទែនដែលតែងតែជឿជាក់ទៅលើសាលាយើងនិងលោកគ្រូអ្នកគ្រូរបស់យើងអរគុណ